បាទជំរាបសួរលោកគ្រូទេនឹងជំរាបសួរលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ទាំងអស់គ្នាអញ្ចឹងហើយនឹងខ្ញុំសូមធ្វើការឆ្លុះបញ្ចាំងតកតងទៅនឹងមេរៀនទី3គឺ High Quality Classroom Assessment បាទឬក៏យើងបកជាខ្មែរថាការវាយតម្លៃថ្នាក់រៀនដែលមានគុណភាពអញ្ចឹងតកតងទៅនឹងការវាយតម្លៃថ្នាក់រៀនដែលមានគុណភាពគឺជាដំណើរការនៃការវិតម្លៃដែលមានគោលដៅច្បាស់លាស់ដើម្បីសមស្របនឹងមាតិកាបង្រៀនមានភាពត្រឹមត្រូវមានភាពជាក់លាក់យុត្តិធម៌និងបង្កើតផលវិជ្ជមានចំពោះការរៀននិងការលើកទឹកចិត្តសម្រាប់ដល់ការបង្រៀនរបស់គ្រូលក្ខណៈសំខាន់នៃការវាយតម្លៃប្រកបដោយប្រសិទ្ធភាពគឺមានចំនួន8ទី1គឺគោលដៅសិក្សាច្បាស់លាស់និងសមស្របសិស្សនិងគ្រូយល់ច្បាស់ថាត្រូវរៀនអ្វីនិងវាយតម្លៃយ៉ាងដូចម្តេច2ការសម្របសម្រួលរវាងគោលដៅនិងនីតិវិធីនៃការវាយតម្លៃជ្រើសរើសវិធីវាយតម្លៃឲ្យសមស្របទៅនឹងប្រភេទគោលដៅដែលមានចំណេះដឹងការគិតស្រាវជ្រាវជំនាញលទ្ធផលនិងអាកប្បកិរិយាទី3គឺសុពលភាពគឺជាលទ្ធផលនៃការវាយតម្លៃអាចយកទៅបកស្រាយនិងប្រើប្រាស់បានត្រឹមត្រូវសមហេតុផលនិងមានអត្ថន័យចំពោះការសម្រេចចិត្តទី4គឺភាពជាក់លាក់ឬទុកចិត្តបានភាពជាក់លាក់គឺជាលទ្ធផលដែលមានស្ថិរភាពកាត់បន្ថយកំហុសនិងឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់សិស្សពិតជាក់ស្ដែងនៅក្នុងថ្នាក់រៀនយុត្តិធម៌គឺផ្ដល់ឲ្យមានការស្មារតីគ្នាដល់សិស្សនៅក្នុងថ្នាក់ដោយគ្មានការលំអៀងទៅលើសិស្សណាមួយឡើយទី6គឺតើតើទៅនឹងផលវិជ្ជមានតើតើនឹងការវាយតម្លៃដែលជំរុញការរៀននិងការចូលរួមដែលបង្កឲ្យមានការលើកទឹកចិត្តដល់សិស្ស7ភាពអនុវត្តបាននិងប្រសិទ្ធភាពវាមិនមានភាពស្មុគស្មាញចំណាយពេលសមស្របងាយស្រួលវាតម្លៃដាក់បន្ទុកនិងបកស្រាយលទ្ធផល8គឺការប្រើវិធីវាតម្លៃចម្រុះគឺមិនពឹងផ្អែកទៅលើតែវិធីតែមួយទេមានតកតទៅនឹងការវាតម្លៃគឺយើងអាចប្រើវិធីផ្សេងនៅក្នុងការវាតម្លៃដើម្បីឲ្យសិស្សមានឱកាសបង្ហាញអំពីសមត្ថភាពខ្លួនពីមុននឹងផ្សេងគ្នាបាទប្រភេទនៃការវាតម្លៃទីមួយគឺជ្រើសរើសចម្លើយការវាតម្លៃដោយឲ្យកូនសិស្សជ្រើសរើសចម្លើយថាពិតឬក៏មិនពិតឬក៏ការផ្គូផ្គងចម្លើយផ្សេងបាទទី2បង្កើតចម្លើយមានន័យថាបង្កើតចម្លើយដែលមាននៅក្នុងខ្លឹមសារអត្ថបទដែលយើងបានបង្រៀនគឺយើងអាចឲ្យគាត់អានហើយបង្កើតចម្លើយនៅក្នុងនឹងចំណុចមួយទៀតគឺតកតទៅនឹងការបង្ហាញអំពីសមត្ថភាពនៃការបង្ហាញអំពីសមត្ថភាពគឺជាគម្រោងឬក៏លទ្ធផលដែលសម្ដែងចេញមកឲ្យយើងឃើញជាក់ស្ដែងដូចជាការនិយាយឬក៏ការធ្វើកាយវិការផ្សេងសំណួរផ្ទាល់មាត់នឹងការសង្កេតតើតើទៅនឹងការវាតម្លៃគឺយើងអាចធ្វើសំណួរផ្ទាល់មាត់និងការសង្កេតបានតើតើទៅនឹងសំណួរផ្ទាល់មាត់នៅពេលដែលយើងបង្រៀនសិស្សនៅក្នុងថ្នាក់រៀនគឺយើងអាចសួរតើតើទៅនឹងមេរៀនតើបន្ទាប់ពីយើងបង្រៀនគាត់ចប់តើគាត់ទទួលបាននៅអ្វីដែលយើងបានបង្រៀននឹងប៉ុន្មានភាគរយប្រសិនបើគាត់ទទួលបានចំណេះដឹងដែលអ្វីដែលយើងបានបង្រៀនគាត់នឹងគឺគាត់អាចឆ្លើយទៅនឹងអ្វីដែលយើងសួរបានមានន័យថាយើងអាចធ្វើការវាស់ស្ទង់និងវិតម្លៃបានមួយទៀតតើតើទៅនឹងការសង្កេត
មាននៅពេលដំណើរការនៃការបង្រៀននៅក្នុងថ្នាក់គឺយើងធ្វើការសង្កេតតកតងទៅនឹងសកម្មភាពតកតងទៅនឹងអេរយាប័តអីផ្សេងរបស់សិស្សតើការបង្រៀនរបស់យើងនឹងយើងសង្កេតមើលទៅលើកូនសិស្សតើគាត់មានសកម្មភាពក្នុងការចូលរួមក្នុងការមើលក្នុងការឆ្លើយតបជាមួយយើងនៅក្នុងដំណើរការនៃការបង្រៀនរបស់យើងអត់អញ្ចឹងយើងអាចយកវិធីសាស្ត្រនៃការសង្កេតហ្នឹងយកមកវិតម្លាយនៅក្នុងថ្នាក់រៀនយើងបានបើសិនបើនៅពេលដែលយើងបង្រៀនហើយយើងសង្កេតទៅឃើញថាសិស្សមិនមានការចូលរួមមិនមានការឆ្លើយតបឬក៏ការធ្វើអន្តរកម្មទៅវិញទៅមកទេមានន័យថានៅក្នុងថ្នាក់រៀនរបស់យើងនឹងឬក៏នៅក្នុងដំណើរការនៃការបង្រៀនរបស់យើងនឹងគឺវាអត់មានលទ្ធផលអីមកវិញទេមានន័យយើងបង្រៀនគ្រូដោយគ្រូទៅសិស្សដោយសិស្សទៅមិនមានអន្តរកម្មរវាងគ្រូនិងសិស្សមានន័យថាការបង្រៀនរបស់យើងក្នុងមួយម៉ោងសិក្សាហ្នឹងគឺមិនទទួលបានលទ្ធផលអ្វីដែលយើងបានគ្រោងទុកពីដើមឡើយទៅតាមចំណុចមួយទៀតគឺការវាតម្លៃខ្លួនឯងនិងមិត្តរួមថ្នាក់អញ្ចឹងនៅក្នុងការវាតម្លៃខ្លួនឯងអញ្ចឹងសិស្សអាចធ្វើការវាតម្លៃខ្លួនឯងបានដោយវាស់ស្ទង់អំពីសមត្ថភាពខ្លួនឯងថាខ្លួនឯងអាចធ្វើលំហាត់នឹងបានអត់អញ្ចឹងគាត់អាចដឹងថាបើសិនបើគាត់ធ្វើលំហាត់នឹងបានមានន័យថាគាត់យកអំពីលំហាត់ដែលគ្រូដាក់ឲ្យនឹងមួយទៀតគឺមិត្តរួមថ្នាក់អញ្ចឹងមិត្តរួមថ្នាក់ក៏មានការចូលរួមក្នុងការវាតម្លៃនេះដែរគឺគាត់អាចមើលទៅលើសមត្ថភាពថាមិត្តរបស់យើងមិត្តកហ្នឹងគឺគាត់អាចធ្វើលំហាត់នេះបានគាត់អាចឆ្លើយតបបានអញ្ចឹងយើងអាចធ្វើការវាតម្លៃបានសុពលភាពមិនមែនជាលក្ខណៈរបស់តេស្តទេប៉ុន្តែជាលក្ខណៈនៃការបកស្រាយនិងការប្រើប្រាស់លទ្ធផលបាទផុសតាងសំខាន់មានផុសតាងមាតិកាផុសតាងប្រៀបធៀបនិងផុសតាងផលវិបាកភាពជាក់លាក់ទុកចិត្តបានលទ្ធផលនៃការវាតម្លៃគឺត្រូវមានភាពជាក់លាក់និងអាចយកមកបង្ហាញអំពីសមត្ថភាពពិតឬក៏កំហុសនៅពេលដែលយើងធ្វើការវាតម្លៃរបស់គាត់គឺស្មើនឹងការវាស់អំពីសមត្ថភាពពិតនិងបូកជាមួយនឹងកំហុសអាចមកពីសិស្សឬក៏តកតងទៅនឹងអារម្មណ៍ឬក៏សុខភាពឬក៏ការវាតម្លៃដោយសួរសំណួរមិនច្បាស់អញ្ចឹងនៅពេលដែលយើងសួរសំណួរទៅកាន់កូនសិស្សមិនច្បាស់ធ្វើឲ្យកូនសិស្សហ្នឹងកើតទៅជាកំហុសមកវិញវាមិនបានជាលទ្ធផលដែលល្អប្រសើរសម្រាប់យើងជាអ្នកវិតម្លៃទេអញ្ចឹងមុននឹងយើងធ្វើតេស្តសួរទៅកាន់កូនសិស្សសូមប្រើសំណួរណាដែលច្បាស់លាស់ហើយជាក់លាក់ដើម្បីឲ្យកូនសិស្សងាយវិភាគនិងឆ្លើយតបមកយកវិញឲ្យបានត្រឹមត្រូវដោយមិនបង្កើនជាកំហុសយុត្តិធម៌ការវិតម្លៃត្រូវមានយុត្តិធម៌ទៅនិច្ចមានមិនលំអៀងប្រាប់គោលដៅនិងលក្ខណៈជាមុនផ្ដល់ឱកាសរៀនគ្រប់គ្រាន់ជៀសវាងការលំអៀងរវាងសិស្សនៅក្នុងថ្នាក់បាទសម្រាប់សិស្សពិការភាពសិស្សautism ផ្សេងការឆ្លោះបញ្ចាំងនិងវិភាគមានសារៈសំខាន់ចំពោះគ្រូឯកសារបង្ហាញពីការវិតម្លៃមិនមែនគ្រាន់តែជាការដាក់បន្ទុកតែប៉ុណ្ណោះទេប៉ុន្តែវាជាឧបករណ៍សម្រាប់ដឹកនាំការរៀនដោយមានប្រសិទ្ធភាពដោយគ្រូមិនគិតពីសុពលភាពជាក់លាក់ឬយុត្តិធម៌នោះបង្កើតលទ្ធផលវាតម្លៃដែលអាចនាំឲ្យសម្រាប់ចិត្តខុសនិងប៉ះពាល់អវិជ្ជមានដល់សិស្សបាទវាទៅផលប៉ះពាល់ដល់សិស្សជាការវិតម្លៃក៏មានផលប៉ះពាល់ដល់សិស្សដែលការវិតម្លៃដែលមានគុណភាពខ្ពស់ធ្វើឲ្យសិស្សយល់ច្បាស់
អ្វីដែលត្រូវរៀនជំរុញការគិតជ្រាវជ្រៅមិនមែនជាការចាំចម្លើយដើម្បីយកមកឆ្លើយទេមានន័យគាត់យល់ហើយគឺគាត់ឆ្លើយបានដោយការវិភាគត្រឹមត្រូវបង្កើតទំនុកចិត្តនិងការចូលរួមក្នុងការរៀនមិនតែប៉ុណ្ណោះការវិតម្លៃមិនល្អអាចធ្វើឲ្យសិស្សខកចិត្តមិនចង់រៀននិងច្រឡំអំពីសមត្ថភាពខ្លួនឯងមានន័យនៅពេលដែលយើងធ្វើការវិតម្លៃមិនល្អគឺកូនសិស្សអាចនឹងមានការខកចិត្តមានន័យថានៅពេលដែលយើងវិតម្លៃគាត់មិនសមទៅនឹងសមត្ថភាពរបស់គាត់ឧទាហរណ៍ថាគាត់រៀនបកែប៉ុន្តែការវិតម្លៃរបស់យើងបែរជាថាគាត់មានបកែអញ្ចឹងធ្វើឲ្យកូនសិស្សនឹងមានការខកចិត្តនិងយល់ច្រឡំអំពីសមត្ថភាពខ្លួនឯងថាគាត់គិតថាខ្លួនឯងហ្នឹងគឺជាសិស្សបកែឬក៏គាត់មានសមត្ថភាពក្នុងការធ្វើលំហាត់នឹងប៉ុន្តែនៅពេលដែលយើងធ្វើការវិតម្លៃទៅបែរជាគាត់នេះជាសិស្សដែលខ្សោយអញ្ចឹងធ្វើឲ្យគាត់យល់ច្រឡំអំពីសមត្ថភាពរបស់គាត់ចំណុចមួយទៀតគឺនិយាយអំពីការអនុវត្តនៅក្នុងរបបនៃប្រទេសរបស់យើងគឺនៅក្នុងបរិបទថ្នាក់រៀននៅកម្ពុជាដែលមានសិស្សច្រើនឬក៏ធនធានកំណត់ឬវាថាសិស្សនៅក្នុងថ្នាក់មានបរិមាណច្រើនគឺมันអាចកំណត់បាននោះគ្រូគួរតែប្រើវិធីវិតម្លៃចម្រុះដូចជាការសួរផ្ទាល់មាត់ការសរសេរឬក៏ការធ្វើគម្រោងតេស្តផ្សេងនិងមានការប្រាប់គោលដៅជាមុននឹងយើងធ្វើតេស្តឬក៏យើងសួរទៅគាត់មិនពឹងផ្អែកតែតេស្តពហុជ្រើសរើសមានន័យថាយើងមិនពឹងផ្អែកតែការធ្វើតេស្តដោយជាប្រភេទពហុជ្រើសរើសទេមានន័យថាជាប្រភេទដែលយើងជ្រើសរើសចម្លើយទេអញ្ចឹងយើងអាចធ្វើតេស្តទាក់ទងទៅនឹងការសរសេរឬក៏ការផ្ទាល់មាត់ផ្សេងគិតគូរដល់ចំពោះសិស្សខ្សោយសិស្សជនបទនិងសិស្សដែលមានតម្រូវការពិសេសមាននៅក្នុងបរិបទសង្គមខ្មែរយើងគឺសិស្សខ្លះគឺគាត់មានកម្រិតរៀងនៅយឺតហើយជីវភាពរបស់គាត់គឺសន្តិដ្ឋនៅក្នុងជនបទអញ្ចឹងគាត់អាចមានការខ្វះខាតដែលគាត់មានតម្រូវការពិសេសជាច្រើនទាក់ទងទៅនឹងការគ្រប់គ្រងទៅលើការសិក្សារបស់គាត់ជាខ្ញុំសូមធ្វើការសន្និដ្ឋានទាក់ទងទៅនឹងមេរៀនការវិតម្លៃថ្នាក់រៀនដែលមានគុណភាពខ្ពស់នេះគឺជាគ្រឹះសំខាន់នៃការអប់រំដែលមានប្រសិទ្ធភាពដែលវាជួយឲ្យគ្រូបង្រៀនបានត្រឹមត្រូវសិស្សរៀនបានជ្រាវជ្រៅនិងប្រព័ន្ធអប់រំមានយុត្តិធម៌និងធ្វើឲ្យសិស្សមានអនាគតល្អប្រសើរទាំងដំណើរការនៃការបង្រៀនរបស់គ្រូប្រកបទៅដោយគុណភាពបាទអញ្ចឹងខ្ញុំសូមធ្វើការឆ្លុះបញ្ចាំងប៉ុណ្ណឹងសូមអរគុណ